ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហ៊ីមឧត្តមមកពីថ្នាក់ SU 2434តំណាងឲ្យគ្រប់ទី5ដែលក្នុងវីដេអូនេះខ្ញុំនិយាយអំពី project midterm ទាក់ទងនឹង Laravel ដែលក្នុងចំណុចទី1ការ create project Laravel ទី2 configuration DB និង migration ទី3 create MVC using Git Bash ទី4 push source code and Laravel into GitHub ទី5 clone project Laravel from GitHub អញ្ចឹងចំណុចទី1យើងត្រូវការ create project យើងត្រូវចូលទៅកាន់ Laragon មកស្ដាំចូល Quick App ចូលទៅកាន់ Laravel ដាក់ឈ្មោះgroup 05 SU 2434មកវាឲ្យប្រើអញ្ចឹងម្ដងទៀត Laravel group 05 SU 2434អញ្ចឹងវាកំពុងតែបង្កើត project អញ្ចឹងវារៀងចាំយូរបន្តិចអញ្ចឹង project យើងបានបង្កើតរួចរាល់ហើយអញ្ចឹងយើងសាក run project ដោយប្រើ command php artisan serve យើងចុច control ចុចទៅកាន់ http នេះអញ្ចឹង project យើង complete រួចរាល់ហើយអញ្ចឹងចំណុចទី1រួចរាល់ឥឡូវយើងចូលទៅក្នុងចំណុចទី2ក្នុងចំណុចទី2 configuration DB និង migration អញ្ចឹងយើងមកចូលក្នុង DB form យើង refresh នេះជា project ដែលយើងបង្កើតបានមិញយើងចូលទៅក្នុង code ដោយប្រើ Git Bash cd c 2យើងចូលទៅកាន់ cd Laragon w project យើងបង្កើតមិញគឺ group 05 2434យើងប្រើ command code ដើម្បីចូលទៅកាន់VS Code ចឹងយើងដំបូងយើងត្រូវទៅ config ក្នុង file env ឲ្យបើក code 4.5 ទាត់នេះហើយក្នុង DB connection យើងកែដាក់ MySQL ក្នុង DB host យើងចូលទៅកាន់ localhost port 3306 Laravel យើងនៅ DB database យើងដាក់ឈ្មោះ project យើងមិញគឺ group 05 SU 2434 username យើងប្រើ root password អត់មានទេអញ្ចឹងក្នុងនេះយើងទៅ config មួយទៀតនៅកន្លែង config ចូលក្នុង database យើងមើលទៅកាន់កន្លែង MySQL កែកន្លែង DB host localhost និង port 3306 database ដាក់ឈ្មោះ file project យើងមិញគឺ group SU 2434ហើយយើង config ហើយយើងទៅសាក migrate សិនគឺចូលកាន់ base php artisan migrate អញ្ចឹងយើងកាត់រួចរាល់ហើយចូលទៅមើលកាន់ DB form refresh មួយចូលទៅ group table អញ្ចឹងចំណុចទី2គឺរួចរាល់អញ្ចឹងក្នុងចំណុចទី3យើង create MVC using Git Bash អញ្ចឹងទី1 controller យើងមាន3ក្នុងការបង្កើត controller យើងប្រើ command php artisan make config 2 controller ហើយដាក់ឈ្មោះគឺ customer controller enter អញ្ចឹងវា success ហើយអញ្ចឹងយើងទៅមើលក្នុង project របស់យើងក្នុង app http នេះ
customer controller អញ្ចឹងយើងត្រូវបង្កើតពីរទៀតនេះខុសរូបភាពយើងឆាស្អត់នេះអញ្ចឹងcontroller ពីរទៀតគឺ product controller និង category controller product controller មួយទៀតគឺ category controller category controller ចឹងក្នុង controller យើងបង្កើតរួចរាល់បន្ទាប់មកយើងទៅបង្កើតmodel ក្នុង model យើងប្រើ comment ដូចគ្នាគ្រាន់តែយើងដូរកន្លែង make បន្តិចclear ទៅphp artisan make model 4 គឺ customer model customer យើងបង្កើតរួចរាល់យើងបង្កើត product category មួយចុងក្រោយគឺ user model user already មានហើយអញ្ចឹងយើងចូលទៅកាន់model នេះ user product customer category អញ្ចឹងមួយទៀតគឺយើងត្រូវបង្កើត view យើងហៅ clear មកសិនphp artisan make view ឈ្មោះ view របស់យើងមាន employee product category និង user employee successful មួយទៀត product category មួយ user ដូចជាមានហើយអញ្ចឹងយើងចូលទៅកាន់ resource view user នៅអញ្ចឹងយើងបង្កើត user ទៀត user OK user ចេញមកហើយអញ្ចឹងក្នុងចំណុចបន្ទាប់ខ្ញុំត្រូវការ link router view ទៅ start home page ជាដំបូងយើងចូលទៅអញ្ចឹងយើងចូលទៅកាន់ GitHub របស់លោកគ្រូGitHub រៀននេះទៅកាន់ GitHub ឈ្មោះរបស់លោកគ្រូគឺហើយយើងចូលទៅកាន់ index ខ្ញុំ copy សរកូដនេះកូដគេដាក់នៅក្នុង employee រួចយើងចូលក្នុង route web ដូរពាក្យ welcome ទៅ employee Ctrl S យើងចូលទៅកាន់ level refresh មួយអូខេឥឡូវវាយើង route រួចហើយអញ្ចឹងក្នុងចំណុចទី3គឺ
រួចរាល់ចឹងចំណុចទី4ខ្ញុំត្រូវការ push source code ទៅកាន់ Laravel post code Laravel into GitHub ខ្ញុំទៅចូលទៅកាន់ GitHub របស់ខ្ញុំទៅការបង្កើត repository ថ្មីមួយគឺ new ដាក់group 05 su2434.io ចឹងខ្ញុំប្រើ public add readme file ខ្ញុំប្រើក្នុង comment add repository ចឹងរួចរាល់យើង copy code មួយនេះហើយយើងទៅកាន់ notepad យើងកែ code ខ្លះបន្ថែមខ្លះ v control x ដាក់ក្រោមនេះ control v រួច add control c control x control v ចឹងចូលទៅកាន់នេះ clear មួយសិនអញ្ចឹងត្រូវការមួយទៀតគឺ code ចឹងដំបូងយើងវាយ code មួយនេះ pass enter តមកប្រើ git config copy pass enter តមក pass មួយទៀតយើង git init control c pass enter វានេះស្លាយមកយើង git add readme 2 pass add c v pass enter យើង commit copy pass enter យើងប្រាញ់ git ប្រាញ់ copy pass enter គឺយើង remote control c pass enter មកយើង push control c pass enter ចឹងយើងបានហើយចឹងយើងចូលទៅក្នុង GitHub refresh នេះចឹងគឺចំណុចទី4គឺ withdrawal ចឹងក្នុងចំណុចទី5គឺយើង clone project Laravel from GitHub ចឹងយើងត្រូវការកុំ clear command មួយ lear ចឹងយើងត្រូវការ clone project ចេញពី directory នេះមួយយើងកាន់ចូលក្នុង project cd c.2 cd laravel view មួយដើមអញ្ចឹងខ្ញុំត្រូវការខ្ញុំត្រូវ clone project ទៅក្នុង Laravel ខ្ញុំយូរដើមវាយ comment ថា mkdir ដើម្បីបង្កើត make យើងដាក់ឈ្មោះ clone midterm is enter ហើយយើងចូលទៅកាន់ cd clone project file របស់យើងអញ្ចឹងយើង ls មើលមានអីអត់ក្នុងហ្នឹងអត់មានអីទេអញ្ចឹងយើងត្រូវការប្រើ command មួយគឺ git clone
ហើយយើងចូលទៅកាន់ check រួចចូលទៅកាន់ code copy URL នេះ pass ទៅក្នុងgit bash របស់យើងរួច enter ចឹងឥឡូវហ្នឹងវាclone បានសម្រាប់ហើយចឹងចូលទៅមើលនៅក្នុង directory របស់យើងthis PC Paragon www ចឹងនេះ clone Bitterm project រួចរាល់ចឹងក្នុងការងារ Bitterm project គឺបានបញ្ចប់ហើយលោកគ្រូចឹងសូមអរគុណលោកគ្រូ